មួយរយៈនេះមិនសូវជាមានវីដេអូធ្វើម្ហូបទេដោយសារអីដោយសារតែថាមិនដឹងធ្វើម្ហូបអីទេព្រោះម្ហូបម្ដែរទៅវាខ្ជិលថតហើយណាមួយហ្នឹងគឺថារៀងខ្ជិលផងដេកអានៀលតោះថាម៉ោងប្តីចិត្តចេញមកពីធ្វើការអីវិញណាបានរននឹកមុខម្ហូបឃើញដល់អញ្ចឹងហើយវាគេហៅថាចូលលក្ខណៈធ្វើម្ហូបតែម៉ោងស្លឈាមហ៎អញ្ចឹងហើយខ្ជិលថតវីដេអូហ្មងហើយទី1ពេលថតវីដេអូបានមកហើយអត់ដឹងនិយាយពីអីទៀតដល់ពេលយើងមួយថ្ងៃយើងបរិយាយឡើងបែកពពុះមាត់អស់ហើយដល់អញ្ចឹងអត់មានរឿងអីត្រូវបរិយាយទៀតដល់អត់រនឹកអត់ឃើញធ្វើឲ្យខ្ជិលដែរអញ្ចឹងចេះខ្ជិលថតហើយយកហើយដូចខ្ញុំថាអញ្ចឹងម្ហូបខ្ញុំវាអត់មានអីទេវាមានតែអណ្ដែហ្នឹងឯងបើរកម្ហូបថ្មីប្លែកទៅពេលខ្លះយើងអត់ចេះហូបចឹងហើយម្ហូបវាមានតែអណ្ដែហ្នឹងឯងចឹងបានជាខ្ញុំធ្វើឲ្យខ្ញុំនឹងវាខ្ជិលថតវីដេអូណាហើយថ្ងៃនេះដោយសារតែប្តីខ្ញុំគាត់ថាអូនណាខានញ៉ាំយូរហើយអាជៀនពងមាន់យកទៅស្ងោរជាមួយផ្សិតកំប៉ុងផ្សិតអីមិនដឹងគេហៅម្ហូបស្អីទេខ្ញុំថាស្ងោរពងមាន់ស៊ុបអេកអីចឹងទៅប្តីខ្ញុំថាអញ្ចឹងណាដល់ពេលចឹងហើយក៏នឹកឃើញធ្វើឲ្យហើយពីថ្ងៃអញ្ចឹងក៏ឆ្លៀតពេលថតវីដេអូខ្លះអីខ្លះទៅកុំឲ្យមីងមៀបងប្អូនគាត់ថាដូចមិនសូវឃើញមានធ្វើវីដេអូម្ហូបសោះព្រោះបងប្អូនជាច្រើនភាគច្រើនតែម្ដងគឺគាត់ខមមិនគាត់ថាគាត់ចូលចិត្តមើលសកម្មភាពខ្ញុំធ្វើម្ហូបចឹងអាសកម្មភាពខ្ញុំដើរលេងអីគាត់អត់ចង់មើលហើយបើនិយាយពីរឿងស៊ុបពងមាន់ខ្ញុំនេះវិញកូនពូជខ្ញុំចូលចិត្តណាស់ក៏ប៉ុន្តែត្រូវតែធ្វើអារសជាតិ original ដែលខ្ញុំធ្វើតិចថាអូដាក់ចង់លាយបន្លែលាយដាក់ទឹកស៊ីអ៊ីវទឹកអីគឺអត់ចូលចិត្តទេគឺខ្ញុំធ្វើធម្មតាដូចយើងស្ងោរស្ពៃស្ងោរអីចឹងបងប្អូនមានសាច់កច្រាំចឹងទៅលាយដាក់លាយគ្រឿងលាយអីចឹងមកហើយមាននេះជៀនជាមួយនឹងពងមាន់នឹងឲ្យឡើងសម្បុរចឹងមកវារៀងឡើងឈ្ងុយណារួចហើយខ្ញុំដួសដាក់ទុកមួយឡែកសិនមកបន្ទាប់មកហ្នឹងគឺខ្ញុំដាក់ប្រេងសណ្ដែកបន្តិចលាយដើម្បីឆាខ្ញីឲ្យឡើងឈ្ងុយដើម្បីធ្វើជាទឹកស៊ុបណាឲ្យឡើងឈ្ងុយទៅវាកាត់ឆ្អាបកាត់អីដែរហើយមើលណោះនិយាយពីថាចលើមើលចលើធ្វើចឹងឃ្លានរហូតកូននឹងនិយាយពីថាបងប្អូនឯនៅផ្ទះគឺថាឃ្លានចង់24ម៉ោងហ្មងពេលខ្លះខ្ញុំមួម៉ៅនឹងកូនញ៉ាំច្រើនតើយើងហត់ណាដូចថាធ្វើអានេះចឹងទៅត្រូវរវល់ទៅរកអានេះរកអានោះឲ្យគាត់ញ៉ាំទៀតហើយបន្ទាប់មកហ្នឹងគឺថាខ្ញុំបងសាច់បងការ៉ុតបងអីចូលចឹងទៅដាក់ដើម្បីឲ្យមានវីតាមីនឲ្យកូនណាព្រោះកូនខ្ញុំអត់ញ៉ាំបន្លែអត់ញ៉ាំអីចឹងទេហើយចឹងទៅខ្ញុំបើមានដាក់ជាមួយនឹងប្រហិតត្រីប្រហិតអីចឹងទៅឃើញចឹងជាតិណាបងប្អូនភ័យត្បិតតែមើលទៅវាធម្មតាប៉ុន្តែហត់ទៅអារសជាតិចេញពីពងមាន់ផងហើយខ្ញុំមានលាយប្រហិតត្រីប្រហិតអីផងចឹងចឹងហើយគឺមានជាតិមួយយ៉ាងតែបើដាក់បន្លែមានរសជាតិអត់សូវឆ្ងាញ់អត់សូវខ្ទិះដូចធ្វើអត់ដាក់បន្លែអាហ្នឹងអ្នកគេចូលចិត្តបន្លែគេដាក់ចឹងហើយជាចុងក្រោយហ្នឹងគឺខ្ញុំបង់ជាមួយនឹងស្លឹកខ្ទឹមនិងជីកឹមឆាយតែប៉ុណ្្នឹងមកគឺថារួចរាល់ជាតិជីប